កម្ពុជាតែជាមានការបញ្ជូនខ្លីរំលាក់ឲ្យរុញមួយហើយក៏កាត់កោងល្អណាស់ផុតអ្នកចាំទីតែបញ្ចូលទីបានយ៉ាងល្អបាទអ្នកចាំទីលោតចោលអត់មានដោលអត់មានដាល់អីទាំងអស់បាទឌីម៉ង់នៅបង្គោលទី2តែកិច្ចកីឡាករលេខ4បាទគឺណូប៊ូចូលទីបានយ៉ាងល្អ3-0មកឆ្លៀតឱកាសនេះដែរក៏សូមអរគុណខ្ញុំសម្រាប់ការបាទខំសម្រាប់ការផ្សាយក្នុងការប្រកួតរបស់យើងអរគុណដល់ William T តែទឹកឃ្មុំក្រូចឆ្មាលាយបញ្ចូលគ្នាយ៉ាងល្អពីតែគុណភាពខ្ពស់ក្រូចឆ្មាផ្អែមចេញពីទឹកឃ្មុំបាទផ្ដល់នៅរសជាតិជូរអែមជាប់ចិត្តនិងបង្កើនភាពស្រស់ស្រាយភ្លាមពិសេសក្នុងអាកាសធាតុក្តៅបែបនេះគឺកាន់តែពិសេស William T តែទឹកឃ្មុំក្រូចក្នុងរយៈពេលដ៏ខ្លីបំផុតដែលមួយហើយក៏កាត់កោងល្អណាស់ផុតអ្នកចាំទីតែបញ្ចូលទីបានយ៉ាងល្អបាទអ្នកចាំទីលោតចោលអត់មានដោលអត់មានដាល់អីទាំងអស់បាទមានការព្រមានផងដែរពីអញ្ញាកដាលឲ្យយូរដៃបើលេងឲ្យលឿនកុំព្យាយាមបាទស៊ីម៉ោងបាទបាត់ជ្រុងមកទៀតហើយលេងខ្លីយូរដៃកាត់ចូលក្នុងមួយក្បាលទៀតអូយបាទ3គ្រាប់បាទប្រើក្បាលបញ្ចូលទីទាំង3តែម្ដងសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃនេះការតែតបញ្ចូលទីរបស់ខ្សែការពារកណ្ដាលសុផលឌីម៉ង់រកបានគ្រាប់បាល់បញ្ចូលទីឲ្យ